แต่ซาแต่เปียถาធ្វើទៅកងប៉ពីសំដីអ្នកដតីនេះហើយបងប្អូនអរគ្នាឃើញមុខដូចបាក់ដូចជក់ម៉ានេះគឺខ្ញុំដើរតាមបេះដូងរបស់ខ្លួនឯងហើយខ្ញុំរកឃើញខ្លួនឯងបណ្ដាហើយមិនឲ្យអ្នកដតីមករកឃើញខ្ញុំអីទៀតទេបងប្អូនអរគ្នាពេលដែលខ្ញុំលាបពុកមាត់ខ្ញុំមានអារម្មណ៍ថាខ្ញុំដូចតោរុំនេះនេះបងប្អូនមើលជាតិដូចស្បែកតោរុំនេះអញ្ចឹងឃើញកាយណាប៉ុន្តែបែរជាគេមើលមកខ្ញុំថាខ្ញុំឈួតទៅវិញថាខ្ញុំមុខចាស់ឲ្យធ្វើអីឡប់ឈួតជើងខ្ញុំអត់យល់ពេលដែលខ្ញុំរកឃើញខ្លួនឯងហើយមិនក៏ទៅជាថាខ្ញុំអញ្ចឹងទៅវិញហើយមិន AI ណាបាទមែនតើលេងពណ៌សមបានគឺយើងត្រូវលេងពណ៌ពុកមាត់ឲ្យប្លែកពីគេតែម្ដងប៉ុន្តែប្លែកនេះវាមិនទៅជាប្លែកអញ្ចឹងដោយសារតែអីនេះខ្ញុំដើរតាមបេះដូងឲ្យតែយើងរកឃើញខ្លួនឯងមិនខ្វល់ពីសម្ដីអ្នកដទៃទេប៉ុន្តែឥឡូវខ្ញុំសូមបញ្ជាក់ជូនបងប្អូនអរគ្នាផងដែរថារឿងពុកមាត់នេះជារឿងផ្សេងប៉ុន្តែរឿងតួរបស់ខ្ញុំទាំង3នាក់នេះគឺខ្ញុំកំពុងពិចារណាហើយដោយសារតែមួយរយៈនេះផលិតកម្មកន្ធោមនេះយើងធ្លាក់ចុះមែនទែនហើយតួយើងចាប់ដើមថតឈឺនោមតួយើងចាប់ដើមថតឈឺជូអាចអញ្ចឹងឥឡូវនេះខ្ញុំកំពុងតាក់ទងទៅខាងក្រុមហ៊ុនដើម្បីជួយសម្រួលដល់បញ្ហាហ្នឹងតើមានក្រុមហ៊ុនណាសហការឥឡូវខ្ញុំមានក្រុមហ៊ុនសហការហើយបងប្អូនអរនេះគឺក្រុមហ៊ុន Yami ក្រុមហ៊ុន Yami គឺមានខោទឹកនោម Yami ដែលជាខោទឹកនោមល្អមែនទែនសម្រាប់ឲ្យតួខ្ញុំទាំង3នាក់នៅពេលដែលគាត់បានពាក់គឺគាត់នឹងអត់មានអារម្មណ៍ថាមានលេសតិចឈឺនោមមួយថ្ងៃគឺខ្ញុំមានកម្រងថត6វីដេអូអញ្ចឹងខ្ញុំជឿថាក្រោយពីពួកគាត់ទាំង3នាក់ប្រើប្រាស់ខោទឹកនោមនេះហើយនឹងថតមួយខែបាន6វីដេអូបងប្អូនអរនេះខោទឹកនោម Yami បងប្អូនអរនេះអ្វីដែលខ្ញុំសរសើរគឺខោទឹកនោមមួយនេះគឺមិនរឹបចង្កេះមិនរឹបជើងជក់ទឹកបានច្រើនមិនឡើងក្រហមកន្ទួលប្រើហើយច្បាស់ជាមានអារម្មណ៍ថាពេញចិត្តតែម្ដងជាចុងក្រោយបើសិនជាបងប្អូនអរគ្នាចង់បានខោទឹកនោមល្អដែលមានគុណភាពលំដាប់ ISO ផលិតនៅក្នុងប្រទេសសិង្ហបុរីសហការជាមួយនឹងផ្ទះអាល្លឺម៉ង់កុំភ្លេចខោទឹកនោម Yami ហើយមានសម្លេងអនាម័យដូចជាសម្លេង7-5ដងដូចជាសម្លេង CC ពេលយប់អីជាដើមសម្រាប់បងប្អូនក៏ដូចជាមិត្តនារីយើងជាច្រើនមានច្រើនម៉ូតហើយនេះគឺជាផលិតផលដែលកូនខ្មែរយើងបង្កើតឡើងដោយខ្លួនឯងហើយជាផលិតផលដែលកូនខ្មែរយើងជា owner តែម្ដងជាងបងប្អូនអរគ្នាកុំភ្លេចគាំទ្រផលិតផលខ្មែរយើងទាំងអស់គ្នាបើសិនជាបងប្អូនអរគ្នាចាប់អារម្មណ៍អាចទំនាក់ទំនងទិញតាមគណនី Facebook ខាងលើនេះបាន